អាហារូបត្ថម្ភហ្នឹងគឺវាជួយឲ្យកាពះពោះវៀនរបស់កុមារក៏ទារកហ្នឹងមានភាពរឹងមាំដើម្បីប្រឆាំងជាមួយនឹងមេរោគហើយវាជាពិសេសទៀតហ្នឹងគឺវាគឺជាប្រូតេអ៊ីនមួយដែលមាននៅក្នុងទឹកដោះម្ដាយសួស្តីម៉ាក់ប៉ាទាំងអស់គ្នាម៉ាក់ប៉ាទាំងអស់គ្នាបច្ចុប្បន្នទស្សនាត្រូវអត់នៅវីដេអូដែលខ្ញុំបានដាក់នៅខាងដើមហើយមានចម្លើយនៅថាសារធាតុចិញ្ចឹមឬក៏ប្រូតេអ៊ីនអីដែលវាមាននៅក្នុងទឹកដោះម្ដាយហើយវាជួយទៅដល់កាពះពោះវៀនរបស់កូនម៉ាក់ប៉ាទាំងអស់គ្នាទៀតសារធាតុចិញ្ចឹមនោះគឺ HMO PFL ជាមួយនឹង lactoferrin ដែលនៅក្នុងថ្ងៃនេះខ្ញុំនឹងលើកយកមកនៅ HMO PFL បកស្រាយជូនម៉ាក់ប៉ាទាំងអស់គ្នាជាមុនសិនអ្នកវិទ្យាសាស្ត្របានរកឃើញ HMO ចំនួនដល់ទៅ200នៅក្នុងទឹកដោះម្ដាយ HMO ដែលសំខាន់ជាងគេហ្នឹងគឺជា HMO PFL HMO PFL ឬ Human Milk Oligosaccharide 2 Fucosylatos គឺជាប្រូតេអ៊ីនមួយដែលមានច្រើនជាងគេនៅក្នុងទឹកដោះម្ដាយមូលហេតុដែលវាសំខាន់ហ្នឹងគឺមកពីវាជួយទៅដល់សុខភាពពោះវៀនរបស់ទារកឲ្យប្រឆាំងជាមួយនឹងមេរោគហើយវាជួយទៅ support បាក់តេរីដែលល្អ HMO ដែលគេរកឃើញដំបូងគេហ្នឹងគឺជា lacto N fucopentose ឬក៏ LNFP1 ដែលរកឃើញដោយលោក Kallmeyer ជនជាតិអាល្លឺម៉ង់នៅក្នុងឆ្នាំ1954ត្រូវបានគេយកមកដាក់ឲ្យដំណើរការប្រើប្រាស់នៅក្នុងឆ្នាំ2015ក៏ប៉ុន្តែនៅក្នុងឆ្នាំ2018បានមានគេយករូបមន្ត HMO PFL ហ្នឹងយកមកប្រើប្រាស់នៅក្នុងទឹកដោះគោម្សៅ HMO PFL វាមានតែនៅក្នុងទឹកដោះម្ដាយឬក៏ទឹកដោះគោម្សៅណាដែលមានបន្ថែមនៅសារធាតុ HMO PFL ហ្នឹងទេហើយនៅពេលដែលជ្រើសរើសនៅទឹកដោះគោម្សៅម៉ាក់ប៉ាក៏ត្រូវតែពិនិត្យមើលឲ្យបានល្អិតល្អន់ដែរមិនមែនទឹកដោះគោម្សៅទាំងអស់សុទ្ធតែមាន HMO PFL ឬក៏ lactoferrin ដែលជាសារធាតុចិញ្ចឹមឬក៏ប្រូតេអ៊ីនមាននៅក្នុងទឹកដោះម្ដាយហ្នឹងទេហើយម៉ាក់ប៉ាមានដឹងអត់ថាទឹកដោះគោម្សៅណាទៅដែលមានទាំង HMO ជាមួយនឹង lactoferrinនោះគឺទឹកដោះគោម្សៅបាឡាតាន់ដែលទឹកដោះគោម្សៅបាឡាតាន់ណាមានទាំង HMO PFL ជាមួយនឹង lactoferrin លើសគេជួយដល់ការអភិវឌ្ឍប្រព័ន្ធភាពស៊ាំនៃពោះវៀនរបស់កូនរបស់ម៉ាក់ប៉ាទាំងអស់គ្នាឲ្យមានភាពរឹងមាំដើម្បីប្រឆាំងជាមួយនឹងមេរោគផ្សេងៗទៀតម៉ាក់ប៉ាទាំងអស់គ្នាក៏ត្រូវតែកត់សម្គាល់ដែរថាទារកដែលសម្រាប់ឲ្យការវះកាត់ត្រូវការ HMO 2FL ជាមួយនឹង lactoferrin ច្រើនជាងទារកដែលសម្រាប់ឲ្យធម្មជាតិដោយសារតែទារកដែលសម្រាប់ឲ្យធម្មជាតិគឺពួកគាត់ទទួលបាននៅបាក់តេរីល្អៗពីម្ដាយនិងការការពារប្រព័ន្ធភាពស៊ាំពីទ្វារមាសរបស់ម្ដាយដែលយើងហៅថា skin to skin contact ដែលវាធ្វើឲ្យមីក្រូជីវសាស្ត្រពោះវៀនរបស់ទារកផ្ដល់នៅការចាប់ផ្ដើមមួយដ៏រឹងមាំសម្រាប់ប្រព័ន្ធភាពស៊ាំជាមួយនឹងការរំលាយអាហាររបស់ពួកគាត់ប៉ុន្តែសម្រាប់ទារកដែលសម្រាប់ឲ្យការវះកាត់មីក្រូជីវសាស្ត្រពោះវៀនជាមួយនឹងប្រព័ន្ធភាពស៊ាំរបស់ពួកគាត់គឺអត់មានសុខភាពល្អទេដោយសារតែពួកគាត់មិនទទួលបាននៅបាក់តេរីល្អៗតាមរយៈ skin to skin contact ដូចជាទារកដែលសម្រាប់ឲ្យធម្មជាតិដែលជាហេតុធ្វើឲ្យពួកគាត់ងាយឆ្លងជំងឺជាមួយនឹងការអភិវឌ្ឍរបស់ពួកគាត់ក៏យឺតផងដែរដូច្នេះហើយទារកដែលសម្រាប់ឲ្យការវះកាត់គឺត្រូវការ HMO 2FL ជាមួយនឹង lactoferrin ដើម្បីជួយអភិវឌ្ឍទៅដល់ប្រព័ន្ធរាងកាយរបស់ពួកគាត់ឲ្យកាន់តែមានភាពរឹងមាំមិនងាយឆ្លងជំងឺនិងកាពះពោះវៀនរបស់ពួកគាត់ដំណើរការល្អដើម្បីជៀសវាងនៅបញ្ហាទាំងអស់នេះគិតថាវីដេអូនឹងចប់ត្រឹមហ្នឹងឯងត្រូវអត់ហើយចប់មិនទៅបើមិនទាន់លើកនៅប្រសាសន៍ដុកទ័រល្បីៗដែលនិយាយអំពី HMO PFL ផងដុកទ័រពីររូបដែលខ្ញុំលើកយកមកដំបូងហ្នឹងគឺជាលោកដុកទ័រ Philip Elliott ជាមួយនឹងលោកដុកទ័រ Ivan van der Plas លោកដុកទ័រ Philip គឺជាដុកទ័រជំនាញផ្នែកកាពះពោះវៀនកុមារនៃ Chesa Hospital ចំណែកលោកដុកទ័រ Ivan វិញគាត់ក៏ជាពេទ្យជំនាញផ្នែកកាពះពោះវៀនកុមារដែរលោកទាំងពីរបានលើកឡើងអំពី HMO PFL នៅក្នុងគេហទំព័រ PubMed កាលពីថ្ងៃទី22ខែកុម្ភៈឆ្នាំ2022ថា HMO PFL ហ្នឹងគឺវាមានប្រសិទ្ធភាពជាមួយនឹងសុវត្ថិភាពសម្រាប់ទារកនៅក្នុងការប្រើប្រាស់ដែលវាជួយទៅដល់ការលូតលាស់តាមអាយុនិងវាជួយទៅដល់ microbiome របស់ពោះវៀនជាពិសេសសម្រាប់ទារកឬក៏កុមារណាដែលគាត់បើទឹកដោះម្ដាយចំណែកដុកទ័រម្នាក់ទៀតហ្នឹងគឺជាដុកទ័រ Barbara Jemerich ដែលជាអ្នកសិក្សាស្រាវជ្រាវអំពីអាហារូបត្ថម្ភនៅ Abbott Nutrition បានរៀបរាប់នៅក្នុងគេហទំព័រ PubMed កាលពីខែធ្នូឆ្នាំ2015ថាទារកណាដែលបានញ៉ាំទឹកដោះគោដែលមានសារធាតុ 2FL នឹងមានការលូតលាស់ដូចជាទារកដែលបានបំបើទឹកដោះម្ដាយដែរហើយរាងកាយរបស់ពួកគេនឹងយក 2FL ហ្នឹងសម្រាប់ប្រើប្រាស់ក្នុងការអភិវឌ្ឍប្រព័ន្ធភាពស៊ាំពោះវៀនជាមួយនឹងការលូតលាស់របស់ពួកគេផងដែរឥឡូវម៉ាក់ប៉ាទាំងអស់គ្នាបានដឹងច្បាស់ហើយអំពីសារធាតុចិញ្ចឹម HMO 2FL កុំភ្លេចជួបគ្នានៅវីដេអូក្រោយដែលនិយាយអំពីសារធាតុចិញ្ចឹម lactoferrin កុំភ្លេចជួយ like ជួយ share ម្នាក់មួយផងណាបាយបាយ